បាទសូមជំរាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាបាទនេះគឺជាសកម្មភាពខ្លះៗដែលសិស្សបន្តឆ្នាំទី3ដែលគាត់បន្តយកថ្នាក់វិស្វករបាទជំនាញខាងវិស្វកម្មមេកានិកឧស្សាហកម្មហ្នឹងបាទអញ្ចឹងឃើញថាបងប្អូនទាំងអស់គ្នាគឺមកវិញតបានច្រើនដែរតែបន្ទាប់ពីចប់បញ្ញាបត្ររង2ឆ្នាំហើយគាត់ទៅធ្វើការបានប្រាក់ចំណូលមួយដែលសមរម្យហើយគាត់បានបន្តបាទយកថ្នាក់វិស្វករនៅថ្ងៃសៅរ៍អាទិត្យបាទអញ្ចឹងកន្លែងនេះគឺគាត់កំពុងតែអនុវត្តទៅលើមុខវិជ្ជាផ្នែកប្រេងនិងពងខ្យល់បាទការអនុវត្តលើមុខវិជ្ជានេះគឺមានការបង្រៀនដោយលោកគ្រូសំសុខខែងដែលគាត់បានបង្រៀនមកទៅលើមុខវិជ្ជាផ្នែកប្រេងពងខ្យល់នេះក៏ប៉ុន្តែមុននឹងយើងឈានចូលដល់ការរៀនគូសលើសីមាហើយនឹងការតតាមបណ្ដាញសីមារបស់យើងហើយយើងត្រូវមកស្គាល់ផ្នែកមួយចំនួននៃប្រព័ន្ធប្រេងពងខ្យល់ដូចជា cylinder solenoid valve ជាដើមអញ្ចឹងសកម្មភាពមួយនេះគឺគាត់មិនមែនមកតលក្ខណៈផ្លូវការអីទេគ្រាន់តែមកស្គាល់មកគ្រឿងគុំរបស់ផ្នែកមួយសិនទេបាទហើយឆ្លៀតពេលហ្នឹងក៏មានសិស្សជាងមួយចំនួនដែលគាត់បានរៀនពីបញ្ញាបត្ររងមកហើយវិសាហើយយើងក៏ចេះច្រើនដែរហេតុនេះគាត់ក៏ជួយបរិញ្ញាគ្នាបាទដូចត្រង់កន្លែងនេះគឺបងអូនសំណាងគាត់កំពុងតែសាកតណាគាត់តដល់យករូបថ្នាក់ផ្សេងទៀតបាទតទៅលើពំប្រេងបាទគាត់នឹងយកពំប្រេងមកបញ្ជាមកទៅលើបង្ហាលឲ្យវិលជាមួយគាត់តឲ្យមើលបាទអញ្ចឹងគាត់ជាយល់មករូបថ្នាក់របស់គាត់មួយថានេះហៅអីមកតពីណាចិន្តាណាអញ្ចឹងណាជាស្ដែងពំប្រេងពងខ្យល់នេះដែរយើងរៀនតាំងពីឆ្នាំទី2ឆ្នាំទី1ណាយើងរៀនទៅការតពំប្រេងពងខ្យល់នេះបាទអញ្ចឹងនៅជាស្ថានភូមិបច្ចេកទេសគុំភាគចូលសានស្វាយរៀងគឺយើងមានឧបករណ៍គ្រប់គ្រាន់មានន័យថាការរៀនទ្រឹស្ដីហើយយើងត្រូវមកអនុវត្តជាក់ស្ដែងជាមួយរោងជាងបាទអញ្ចឹងរាល់មុខវិជ្ជាដែលយើងបានដាក់ចេញទៅឲ្យសិស្សរៀនគឺមានទាំងទ្រឹស្ដីគឺមានការអនុវត្តបាទអញ្ចឹងយើងមានការអនុវត្តសឹងលើសណាទ្រឹស្ដីជាក់ស្ដែងនៅបញ្ញាបត្ររងគឺយើងអនុវត្ត60% នៃការអនុវត្តទាំងទ្រឹស្ដីយើងរៀនតែ40ឬ30ទៅ40% ទេប៉ុន្តែដល់ថ្នាក់បញ្ញាបត្រខាងវិស្វករខាងវិទ្យាសាស្ត្រកម្មនេះយើងក៏បន្ថយអនុវត្តបន្តិចឲ្យបានទ្រឹស្ដីច្រើនតិចដោយសារគាត់ធ្វើការស្រាវជ្រាវការ research ដើម្បីបំពេញនៅការរៀនរបស់ពួកគាត់ពេលបញ្ចប់ត្រូវតែធ្វើសារណាបទបាទអញ្ចឹងហើយគឺយើងមានបញ្ចូលនៅមុខជា research ផ្សេងៗនិងកូដផ្សេងៗទៀតដើម្បីឲ្យគាត់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីសរសេរសារណាបញ្ចប់ការសិក្សាបាទអញ្ចឹងហើយបងប្អូនសំណាងក៏បានតចប់ហើយគាត់តេស្តមើលណាអញ្ចឹងតេស្តទៅគឺឃើញកង្ហាល់វិលគឺតាមវ៉ាន់ដែលគាត់កំណត់មានថាគាត់បើកតិចគឺវិលតិចបើកខ្លាំងគឺវិលខ្លាំងអញ្ចឹងការតេស្តនេះគាត់បានភ្ជាប់ប្រព័ន្ធប្រេងពីម៉ូទ័ររហូតមកដល់ម៉ូទ័របំប្រេងរហូតដល់ខាងលើនេះវាដើម្បីជាងកូនហៅតិចមួយមកវិលបាទយើងការតរបស់គាត់គឺជោគជ័យហើយមិនតែប៉ុណ្ណេះអូសុភាពក៏គាត់បានតេស្តសាកមើលដែរដើម្បីបញ្ជាក់ថាវាដើរមែនអត់បាទគាត់បើកឲ្យលឿនបន្តិចឲ្យវាឃើញជាក់ស្ដែងថាវិលមែនណាបាទអញ្ចឹងគឺបងប្អូនទាំងអស់គ្នាគឺពិតជាសប្បាយរីករាយនៅពេលដែលបានមកជួបជុំគ្នាវិញបន្ទាប់ពីបែកគ្នាមួយរយៈទៅធ្វើការរៀនខ្លួនបាទវីដេអូខ្ញុំមានប៉ុណ្ណឹងសូមអរគុណបាទ